តអស់គ្នាខ្ញុំអ៊ីលីថ្ងៃនេះផងដែរហ្នឹងគឺខ្ញុំមកសម្ដែងសាច់រឿងបន្តដែលជាភាគ3របស់យើងណាចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងហ្មងណាបើក៏បានដំបូងនៃសាច់រឿងមកហ្នឹងគឺយើងបានឃើញសូយូហ្នឹងគឺគាត់គេងមើលក្មួយរបស់គាត់លេងហ្នឹងហើយសូម្បីតែពេលដែលគាត់គេងហ្នឹងក៏គាត់កើតក្នុងចិត្តថាតើឥឡូវហ្នឹងខ្ញុំជាប៉ាគេហើយមែនតែតាមដែលខ្ញុំដឹងមកហ្នឹងគឺខ្ញុំគាត់អត់មានចំណារអារម្មណ៍ទៅលើមនុស្សស្រីអីទេហើយវាមិនទៅគាត់ហ្នឹងគឺបានសារភាពមកកាន់ខ្ញុំថាគាត់ហ្នឹងគឺបានស្រឡាញ់ខ្ញុំហើយគាត់ហ្នឹងគឺគ្រាន់តែចង់គេងជាមួយនឹងខ្ញុំទេតែតើពីណាគេដែលបានខ្វល់ពីភេទទៅដល់ពេលកិនចឹងហើយក៏តាំងមកខឹងហើយនិយាយថាតើវាជាសម្រាមអីគេទៅនិយាយទៅគឺក្នុងចិត្តតែអញ្ចឹងទេប៉ុន្តែក៏ងើបមកសួរក្មួយថាហ៊ុនវូនអាយុម៉ានហើយសូអាហ្នឹងក៏គាត់ប្រាប់ទៅថាហ៊ុនវូនអាយុប៉ុនគាត់ដែរគាត់ហ្នឹងគឺអាយុ5ឆ្នាំហើយដល់ពេលលើក្មួយនិយាយចឹងហើយហ្នឹងក៏តាំងមកដេកគិតទៀតតើហ៊ុនវូហ្នឹងគឺគាត់មានកូនកាលពេលគាត់ហ្នឹងអាយុ20ឆ្នាំមែនសិនជាយើងនិយាយថាហ៊ុនវូហ្នឹងគឺគាត់បានកើតកាលពី1ឆ្នាំមុនអញ្ចឹងគឺមានន័យថាហ៊ុនហ្នឹងគឺគាត់បានធ្វើឲ្យមនុស្សស្រីម្នាក់ហ្នឹងគឺមានផ្ទៃពោះកាលពី1ឆ្នាំមុនបន្ទាប់ពីគាត់ហ្នឹងគឺគេងជាមួយគ្នាហើយនៅពេលដែលខ្ញុំបានគិតពីវាម្ដងហ្នឹងគឺវាធ្វើឲ្យខ្ញុំខឹងខ្លាំងហើយបើសិនជាអារម្មណ៍របស់ហ៊ុនពេលហ្នឹងគឺគាត់អាចបានប្រកាសបជាជាមួយនឹងរឿងហ្នឹងទេតែហេតុអីបានជាគាត់ហ្នឹងបានសារភាពមកកាន់ខ្ញុំអញ្ចឹងបន្ទាប់ពីពេលនោះមកហ្នឹងគឺគាត់បានបដូរលេខទូរស័ព្ទរបស់គាត់ហើយគាត់ហ្នឹងក៏បានរត់ចោលខ្ញុំផងដែរដល់ពេលគាត់រឿងទាំងអស់ហ្នឹងហើយក៏តាំងមកកពល់មុខទៀតក៏តាំងងើបមកសួរក្មួយថាតើហ៊ុនវូហ្នឹងគឺគាត់ដែរនិយាយរឿងអីពីប៉ារបស់គាត់ហ្នឹងប្រាប់ទៅកាន់សូអាអត់ពូនេះហើយក៏ប្រកបក្មួយឲ្យស្អែកហ្នឹងទៅសួរហ៊ុនវូទៅសួរថាតើប៉ាហ៊ុនវូហ្នឹងធ្វើអីគេហើយម៉ាក់ហ៊ុនវូហ្នឹងបែបមិនដែរហើយដល់ពេលមកសូអានេះវិញគ្នាឡើងអត់ចង់ហ្មងហើយដល់ពេលពូនេះថាចាំគាត់តែងចំហួយឲ្យដល់តែមានអីដោះដូរបានស្អែកឡើងបានដឹងព័ត៌មានហើយសូអាហ្នឹងនិយាយថាហ៊ុនវូហ្នឹងគឺអត់មានម៉ាក់ទេហើយសូយ៉ូហ្នឹងក៏សួរក្មួយទៅថាមានន័យថាម៉េចហើយសូអាហ្នឹងគាត់ថាម៉ាក់របស់ហ៊ុនវូហ្នឹងទៅអាមេរិកបាត់ហើយសូយ៉ូណែវិញក៏តាំងមកគិតខ្លួនឯងឆ្លើយខ្លួនឯងទៀតតែមានន័យថានាងហ្នឹងគឺបានស្លាប់ហើយមែនហើយជាអញ្ចឹងហើយមើលទៅបានហ៊ុនហ្នឹងគឺគាត់អត់ពាក់អញ្ជើញរៀបការរបស់គាត់ឥឡូវហ្នឹងគឺខ្ញុំបានយល់ហើយថាមិនបានខ្ញុំហ្នឹងមានអារម្មណ៍ថាខឹងខ្លាំងម៉េចហ៎ដោយសារតែរឿងទាំងអស់ហ្នឹងគឺវាបានកន្លងផុតទៅអស់រយៈពេល7ឆ្នាំហើយប៉ុន្តែខ្ញុំគឺនៅតែអាចបំភ្លេចបានអំពីការសារភាពស្នេហ៍របស់គាត់មកកាន់ខ្ញុំតែហ៊ុនវិញគឺគាត់បានបំភ្លេចរឿងហ្នឹងចោលទាំងអស់ហ្មងហើយគាត់ហ្នឹងគឺថែមទាំងធ្វើចិត្តបានទៀតប៉ុន្តែហេតុអីបានជាខ្ញុំទៅវិញតែតែងតែគិតអំពីវាហើយឥឡូវហ្នឹងគឺខ្ញុំមានអារម្មណ៍ថាហ៊ុនហ្នឹងគឺបានបដិសេធខ្ញុំហើយតើវាគឺជាខ្ញុំមែនដែលត្រូវការហ៊ុនហ្នឹងបដិសេធប៉ុន្តែយ៉ាងណាក៏ដោយរឿងល្អហ្នឹងក៏វាចាប់ផ្ដើមកើតមកដែរគាត់ហ្នឹងនឹងធ្វើយ៉ាងណាក៏ដោយឲ្យអាចសម្រាប់ម្នាក់ហ្នឹងនឹងមកស្រឡាញ់គាត់ម្ដងទៀតហើយពេលនោះគឺគាត់ហ្នឹងជាអ្នកដែលបដិសេធគេម្ដងគាត់ហ្នឹងនឹងធ្វើឲ្យគេហ្នឹងយល់អារម្មណ៍គាត់ថាពេលហ្នឹងគឺគាត់មានអារម្មណ៍បែបម៉េចនៅពេលដែលគាត់កិនអញ្ចឹងហើយហ្នឹងគាត់ទៅស្រែកប្រាប់បងស្រីរបស់គាត់ថាពេលថ្ងៃហ្នឹងតទៅហ្នឹងគឺគាត់ហ្នឹងនឹងយកសូអាទៅរៀនហើយក៏កាត់មកថ្ងៃស្អែកនៅពេលដែលគាត់ហ្នឹងបានយកសូអាមករៀនណាហើយពេលហ្នឹងហ៊ុនក៏គាត់បានយកហ៊ុនវូមករៀនផងដែរអូកន្លែងហ្នឹងខ្ជូតមែនតើហើយដល់ពេលដែលសូអាឃើញហ៊ុនវូហ្នឹងក៏គាត់ប្រាប់ពូរបស់គាត់ហ្នឹងឲ្យតម្លាក់គាត់ហ្នឹងទៅហើយពេលអ្នកក្មេងៗនេះក៏នៅគ្នាកាន់ដៃគ្នាចូលរៀនអញ្ចឹងហើយពេលអ្នកនេះក៏នៅគ្នាឈរមើលក្មេងៗចូលរៀនអញ្ចឹងឡើងខ្ជូតហ្មងឡើងដោយប៉ាម៉ាក់ជូនកូនមករៀនហើយពេលហ្នឹងសូយ៉ងក៏គាត់ងាកទៅសួរថាហ៊ុនហ្នឹងទៅធ្វើការមែនហើយហ៊ុនក៏គាត់និយាយទៅថាហ្នឹងហើយនិយាយទៅហ៊ុនហ្នឹងឲ្យតែគាត់និយាយមួយសូយ៉ូណាមើលទៅដូចគាត់ភ័យរហូតហើយពេលហ្នឹងសូយ៉ូហ្នឹងក៏គាត់សួរថាតើហ៊ុនហ្នឹងទៅយកហ៊ុនវូចេញពីរៀនហើយដាក់ហ៊ុនវូចូលរៀនរាល់ថ្ងៃមែនមើលទៅដូចជាហ៊ុនហ្នឹងធ្វើការងារស្រួលហើយបានប្រាក់ខែច្រើនដល់ហើយនេះហើយហ៊ុនហ្នឹងក៏គាត់តបទៅវិញទៅថាគាត់ហ្នឹងគឺអាចទៅយកហ៊ុនវូចេញពីរៀនរាល់ថ្ងៃបានទេហ្នឹងហើយគឺប្រហែលជាគាត់ហ្នឹងត្រូវឲ្យហ៊ុនវូរៀនថ្នាក់ពេលល្ងាចថែមទៀតហើយសូយ៉ូនេះគ្រាន់លឺអូននិយាយចឹងហ្នឹងមានអាការមកទៀតគាត់ហ្នឹងក៏បាននិយាយថាមិនទុកហ៊ុនវូឲ្យគាត់មើលទៅតើវាមិនល្អសម្រាប់ហ៊ុនវូទេមែនគាត់ហ្នឹងគឺអាចលេងជាមួយសូអាបានរាល់ថ្ងៃគាត់ហ្នឹងក៏អត់ចាំបាច់នៅសាលារហូតដែរហើយមួយវិញទៀតហ្នឹងសូអាហ្នឹងគឺតែងតែធុញរហូតហ្នឹងនៅពេលដែលនេះមកផ្ទះហើយដែលហ៊ុនត្រូវធ្វើហ្នឹងគឺគ្រាន់តែមកយកហ៊ុនវូនៅផ្ទះគាត់ទៅបានហើយកាលទៅគាត់អ្នកនៅផ្ទះជួនកាលទៅបងស្រីគាត់អ្នកនៅចឹងទៅអត់អីទេហើយហ៊ុនវូគាត់រៀងទៅតាក់តិចហើយបងគាត់និយាយថាចឹងសូយ៉ូហ្នឹងជួយយកហ៊ុនវូចេញពីរៀនមួយអាទិត្យបានអត់សូយ៉ូនៅគ្រាន់លឺអូននិយាយចឹងបញ្ញាប់ដកទូរស័ព្ទចេញមកហ្មងគឺសួរថាហ៊ុនហ្នឹងស្គាល់ផ្ទះគាត់អត់បើអត់ស្គាល់ទេចាំគាត់ផ្ញើឲ្យហ៊ុនហ្នឹងគឺផ្ញើសារមុនពេលដែលគាត់ហ្នឹងចេញពីធ្វើការមកហើយហ៊ុនហ្នឹងក៏គាត់អូខេតាមនឹងចឹងទៅហើយសូយ៉ូហ្នឹងក៏គាត់ហៅទូរស័ព្ទទៅថាឲ្យហ៊ុនហ្នឹងឲ្យលេខថ្មីមកគាត់មកក៏កាត់ចូលមកពាក់អតីតកាលនៅពេលដែលពួកគាត់ហ្នឹងនៅរៀនពេលហ្នឹងសូយ៉ូហ្នឹងក៏គាត់និយាយថាចេះតែហ៊ុនហ្នឹងគាត់មិនមួយគាត់ដោយសារតែឥឡូវហ្នឹងគឺគាត់ចង់ធ្វើមិត្តភក្តិមួយហ៊ុនចឹងហ៊ុនហ្នឹងក៏សួរទៅថាហេតុអីមែនតែម្នាក់សូយ៉ូហ្នឹងគឺគាត់អត់ឆ្លើយទេហើយក៏ហត់ទូរស័ព្ទទៅសុំលេខទូរស័ព្ទគេចឹងហើយក៏និយាយថាឲ្យលឿនមកហើយពេលហ្នឹងហ៊ុនរៀងស្ងាត់បន្តិចហើយបានគាត់ហ្នឹងហៅលេខទូរស័ព្ទឲ្យចឹងសូយ៉ូណែវិញបានលេខទូរស័ព្ទគេហើយឡើងសប្បាយអហ្មងហើយក៏ធ្វើជាសួរទៅថាហ៊ុនហ្នឹងគិតមិនដែរជាមួយនឹងលឹមហេស៊ូហើយដល់ពេលហ៊ុនហ្នឹងសួរគាត់ថាណាគេគាត់ហ្នឹងក៏ធ្វើជានិយាយថាបាច់ចាំដឹងអីចឹងហើយលឹមហេស៊ូហ្នឹងគឺជាសង្សារចាស់របស់គាត់ដែលបានសុំបែកគាត់ហ្នឹងសូយ៉ូហ្នឹងក៏គាត់បានគិតក្នុងចិត្តថាគាត់ហ្នឹងគឺធ្វើការបានមកចត់ហើយអីដែលគាត់ត្រូវធ្វើបន្ទាប់ហ្នឹងគឺកុំឲ្យលឹមហេស៊ូហ្នឹងបាននៅចិត្តហ៊ុន
ចឹងពេលហ្នឹងក៏មានកដងចោហ៊ានចឹងហើយហ៊ុនហ្នឹងក៏គាត់សួរទៅសយូនទៅថាចោហ៊ានតែមែនហើយសយូនហ្នឹងក៏ធ្វើជានិយាយថាតាហ៊ុនហ្នឹងគឺចង់ដេញគាត់ចេញមែនហើយហ៊ុននិយាយចឹងទៅគាត់ឈឺចាប់ណាហើយហ៊ុនណែហាគ្នាឡើងហើបបកាយគេហ្នឹងសយូនហ្នឹងគាត់និយាយកាត់មុនហើយគាត់ថាគាត់និយាយលេងទេចឹងគាត់ទៅថ្នាក់វិញឯងមុនពេលដែលគាត់ដើរចេញទៅហ្នឹងក៏គាត់ទៅនិយាយជាមួយម្នាក់ស្រីហ្នឹងនៅក្នុងថ្នាក់នឹងដែរចឹងហើយហ៊ុនណែហើយក៏គាត់ងាកទៅតាមមើលដែរភ្លាមហ្នឹងក៏មានសារលោតចូលទូរស័ព្ទរបស់ហ៊ុនចឹងហើយពេលដែលហ៊ុនទីមកមើលទៅគឺជាសាររបស់សយូននឹងឯងហើយគាត់ហ្នឹងគឺបាននិយាយថាហ្នឹងឯងជាលេខរបស់គាត់អញ្ចឹងហើយសែវវាទុកទៅហើយកែវភ្នែកហ៊ុនពេលហ្នឹងឡើងដូចចាប់អារម្មណ៍គេខ្លាំងណាស់ចឹងហើយរឿងយើងភាគ3ក៏បានឆ្លាស់ទៅធំនេះណាអរគុណអ្នកទាំងអស់គ្នាច្រើនចាំជួបគ្នានៅវីដេអូក្រោយបាយបាយ